បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការពិសោធន៍នឹងចែករំលែកជាមួយនឹងសម្បកកាកសំណល់ដូចជាក្តាមដូចជាសម្បកខ្យងហើយនៅក្នុងនោះដែរដូចជាសម្បកលាសម្បកបង្គាក្តាមសមុទ្រអីផ្សេងៗដែរបងប្អូនបានបរិភោគហើយនៅសល់ហើយវាទៅជាកាកសំណល់គឺយើងយកមកប្រើប្រាស់ក្នុងវិស័យកសិកម្មបែបនេះមកយកមកបុកវាឲ្យម៉ត់អញ្ចឹងប្រភេទសម្បកនេះគឺវាសំខាន់ខ្លាំងមែនទែនខ្ញុំបានបុកឲ្យម៉ត់នេះដើម្បីដាក់នៅតាមគល់ដំណាំគឺថាវាជួយជំរុញក្នុងការចេញផ្លែហើយផ្លែដំណាំរបស់យើងហ្នឹងក៏វាកាន់បានល្អដែរអញ្ចឹងកំតិចកំទីទាំងនេះគឺយើងដាក់នៅក្នុងដំណាំហូបផ្លែដំណាំស្លឹកគឺយើងមិនបាច់ដាក់ទេបើយើងដាក់ក៏ដាក់ដើម្បីឲ្យដីធូរប៉ុន្តែនៅក្នុងដំណាំហូបផ្លែគឺដាក់សារធាតុប្រភេទសម្បកបែបនេះគឺវាជួយជំរុញនិងកាន់ផ្លែនៃដំណាំហូបផ្លែរបស់យើងហើយពេលនេះខ្ញុំបុកសម្បកខ្យងនិងក្តាមតែនៅសល់នេះគឺដើម្បីដាក់នៅគល់ដំណាំហូបផ្លែដូចជាល្ហុងដូចជាត្របែកដូចជាដើមប៉េងប៉ោះដំណាំដើមទ្រាប់អីជាដើមហ្នឹងដាក់ទៅគឺវាទទួលបានការទទួលបានផ្លែអញ្ចឹងបងប្អូនអាចអនុវត្តបានហើយខ្ញុំបានអនុវត្តធ្វើជារឿយៗមកហើយឃើញថាវាទទួលបានផលហើយទទួលបានផ្លែនិងផ្កាហើយផ្លែក៏កាន់ដែរមិនមែនផ្កាហើយផ្លែហើយវាជ្រុះទេអញ្ចឹងយើងត្រូវតែបន្ថែមជាមួយនឹងសារធាតុបែបហ្នឹងដើម្បីឲ្យវាកាន់ផ្លែបើសិនជាយើងមិនច្នៃទេយើងដាំលក្ខណៈធម្មតាគឺវាមិនទទួលបានផលទេអញ្ចឹងបងប្អូនអាចអនុវត្តទាំងអស់គ្នា